ហើយមានអ្នកជំងឺគាំងបេះដូងប្រហែលជាមិនអាចរស់ទៀតទេលោកគ្រូប៉ាឆិនលោកគឺជាពេទ្យដ៏ល្អបំផុតនៅក្នុងចែកនេះខ្ញុំសូមបោះលោកជួយសង្គ្រោះលោកតាខ្ញុំផងខ្ញុំសូមបោះជួយសង្គ្រោះលោកតាខ្ញុំផងក៏បញ្ជូនលោកតាមកដូចជារៀងយឺតបន្តិចហើយជំងឺបានចូលដល់ដំណាក់កាលចុងក្រោយយើងក៏គ្មានមធ្យោបាយដែរលោកតាកុំតែចោលខ្ញុំអីលោកតាកុំតែចោលខ្ញុំអីភ្ញាក់ឡើងលោកតាអត់ត្រូវហើយក្តាស់ជាប់អ្នកនាងគិតថាបិទរបស់នេះតើឲ្យលោកតាមែនទេពេលនេះហើយយើងគ្មានចំណុចអ្វីក្រៅពីនេះទេមានតែសាក់មើលក្រប៉ែតឆាប់ពិនិត្យសុខភាពលោកតាខ្ញុំតាំងវិញអាចឆាប់ដាក់ទេជីចរលូនណាស់ហើយសភាពឈាមមានភាពរឹងមាំធម្មតានេះពិតជារីកចម្លែកមែនវាសនាអាចផ្លាស់ប្ដូរបានមែនមែនទេតែគួរឲ្យស្ដាយជំងឺរបស់លោកម្ចាស់សៀមិនអាចជាសះស្បើយបានមានគ្រោះថ្នាក់គ្រប់ពេលវេលាបើសិនជាអ្នកដែលឲ្យយន់នោះអាចចេញមុខនោះជីវិតគាត់ប្រកាសជាសះស្បើយទាំងស្រុងជាមិនខានទេសិតតែឆាប់ឡើងទៅរកម្នាក់នោះទោះបីជាអ្នកបោះអ្វីក៏អាចត្រូវតែឲ្យគេចេញចាននាងខ្ញុំនឹងទៅឥឡូវនេះស្រេចឋានសួគ៌ទាំង4កំណត់ត្រប់អស់កលភាពរឹងមាំកំពូលស្ដាប់បញ្ជារបស់យើងបង្ក្រាបឋានសួគ៌ទាំង4ភ្លាមទៅសូមស្វាគមន៍ការត្រាស់ប្របីរបស់ស្ដេចអមតៈស្ដេចអមតៈនៅទីនេះតើអ្នកណាហ៊ានព្រាយប្រាស់ស្ដេចអមតៈនៅទីនេះតើអ្នកណាហ៊ានព្រាយប្រាស់នេះគឺជាល្បែងក្មេងស្អីទៅស្ដេចអមតៈស្អីប្រហែលជាមើលទូរទស្សន៍ច្រើនពេកហើយបើឯងជាស្ដេចអមតៈបើអញ្ចឹងយើងគឺសុនអខុងហើយអាចង្រៃបាញ់មិនអាចបាច់ក៏យើងស្ទើរតែស្លាប់ហើយចង់ងាប់អីចង់ងាប់អីទេនេះអ្នកប្រសិនឯងហ៊ានវាយយើងឯងត្រូវតែស្លាប់យើងមានប្រសាទសង្គ្រាមជាអ្នកគ្រប់គ្រងយើងជាស្រែសង្គ្រាមគ្មានពីរនៃតាសៀប្រើតែម្រាមដៃមួយក៏អាចសកត់ឲ្យស្លាប់ដែរស្ដេចសង្គ្រាមចេញគឺជាមនុស្សដែលអាចឈានដល់អាណាចក្ររបស់ព្រះមិនមែនកាកសំណល់ដូចជាឯងអាចប៉ះពាល់បាននោះទេឆាប់ដុតចង្កងចុះសុំទោសភ្លាមទៅគ្រាន់តែជាស្រែសង្គ្រាមនៃឋានកណ្ដាលប៉ុណ្ណោះមានតែលើកចង្កងចំពោះមុខយើងសុខរាយោយើងប្រាប់តែចុះយើងព្រមចោះហត្ថលេខាលេលាគ្នាបានប៉ុន្តែយើងចង់ចាត់ការស្រីសាវ៉ាដូចជាឯងនេះណាស់ណាស់ដឹងទេពួកឯងតែទៀតនឹងថាឱកាសពួកឯងប្រកាសជាត្រូវបាត់បង់ជាមិនខានទេបាយហ៊ានប៉ះពាល់យើងឯងនឹងស្លាប់សៀវសេនាសង្គ្រាមគ្រួសារសៀវតាខ្យល់អីបក់នាងមកដល់ទីនេះហាលោកសុំចេញទៅជាមួយខ្ញុំអ្នកនាងរបស់ខ្ញុំចង់ជួបលោកមើលទៅការនិយាយរបស់យើងពិតជាត្រឹមត្រូវហើយបានយើងក៏គ្មានកិច្ចការអីដែរយើងនៅតែជាមួយនាងចាស់ពីអ្នកនេះកុំរវល់នឹងពួកចំសិទ្ធិទាំងពីរអ្នកនេះអីយើងឆាប់ទៅអ្នកនាងគ្រួសារសៀបាច់ចិច្ចចំឈ្មោះត្រូវការជួបចៅហើយធានតើនៅពេលណាដែលគេតាំងគ្រួសារសៀបាននោះគ្រួសារសៀគឺអ្នកមានកម្ពស់នៅក្នុងទីក្រុងចាស់នេះអ្នកប្រុសសិនអ្នកប្រុសនិយាយទៅមើលតើគេអាចសងសឹកនឹងពួកយើងទេពួកនាងគិតច្រើនពេកហើយគេគ្រាន់តែជាល្អិតក្ររហាមម្នាក់គេមានប្រយោជន៍ស្អីត្រូវគ្រួសារសៀមើលឃើញនោះទោះបីជាគេតោងល្បីគ្រួសារសៀក៏ដោយយ៉ាងម៉េចកុំភ្លេចថាបងប្រុសយើងជាអ្នកប្រុសម្ចាស់ជីវិតដែលមានស្រេចសង្គ្រាមតែយើងនាំពួកនាងទៅមើលឲ្យច្បាស់ម្ដងចុះអ្នកប្រុសសិនពិតជាប្រកែកអស្ចារ្យមែនមានរឿងអីកើតឡើងហ្នឹងបាច់ក៏អ្នកនាងស្រាប់តែរៀបការរបស់លោកម្ចាស់សត្វទៅឈឺរដ្ឋធនតីស្ថិតក្នុងភាពគ្រោះថ្នាក់អ្នកនាងបង្ខំចិត្តទៅយកព្រមរៀបការជាមួយចៅប៉ាឈៀននៅវិមានស្ដេចសង្គ្រាមដើម្បីដោះដូរការមកជួយសង្គ្រោះលោកម្ចាស់អ្នកនាងមិនក៏យល់ព្រមរៀបការភ្លាមយ៉ាងនេះចាប់ប៉ៃឈន់គឺជាមនុស្សចំសៀតអ្នកណាក៏ដឹងលើដែរបើមិនចង់រៀបការទេប្រាច់ទៀតទៅតើឯងចេះដឹងស្អីទៅលោកម្ចាស់តាសៀគឺជាស្ដេចសង្គ្រាមនៅក្នុងតាសៀនេះបើសិនជាប៉ះពាល់ដល់គេទោះបីជាអាចសង្គ្រោះជីវិតលោកតាបានក៏ដោយក៏មិនអាចប្រកែកបានដែរគ្រួសារសៀយើងគ្មានឱកាសងើបឡើងវិញទេត្រូវតែរក
សប្បាយជួយដល់អ្នកនាងតែយើង យីពីងតានាងព្រមរៀបការជាមួយខ្ញុំទេមើលទៅក្នុងនៃគ្រួសារសៀដូចជាមិនសុខចិត្តទេតែណាម្ដងថាចៅបាយឆាន់ម្នាក់នេះជាអ្នកលេងអាងខ្លួនមានឪពុកជាអ្នកស្រេចសង្គ្រាមមកឋានថ្ងៃគិតតែក្អេក្អាងប៉ុន្តែគួរឲ្យសោកស្ដាយណាស់ដល់អ្នកនាងគ្រួសារសៀដែលមានរូបរាងស្អាតបាតបែបជាត្រូវទៅលើអាអត់បានការម្នាក់នេះទៅវិញនាងមិនចង់ជួយសង្គ្រោះជីវិតលោកតារបស់នាងទេហ៎នាងយកព្រមរៀបការនឹងយើងទេនាងមិនយកព្រមទេ